កម្ពុជាមានគម្រោងអភិវឌ្ឍផ្លូវដែក8គម្រោងក្រុងចំណាយថវិកាជាង10,000 លានដុល្លារប្រទេសកម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន8គម្រោងដែលក្រុងនឹងចំណាយថវិកាសរុបជាង10លានដុល្លារអាមេរិកនេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី1ឆ្នាំ2025ស្ដីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមជ្ឈបាយនិងភស្តុភារកម្មកម្ពុជា2023ដល់2033របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីពេលថ្មីនេះរបាយការណ៍ខាងលើបានឲ្យដឹងថាការអភិវឌ្ឍផ្លូវដែកផ្ដោតលើការស្ដារនិងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នភាគខាងជើងនិងភាគខាងត្បូងទៅជាផ្លូវដែកល្បឿនលឿនព្រមទាំងគិតគូរផ្លូវថ្មីគន្លងនិងខ្សែរថភ្លើងថ្មីនៅក្នុងនោះកម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន8គម្រោងដែលក្រុងនឹងចំណាយថវិកាជាង10,000 លានដុល្លារអាមេរិកដែលនៅក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន4គម្រោង2023ដល់2027ស្មើនឹងទឹកប្រាក់3,800 លានដុល្លារអាមេរិកនិងរយៈពេលវែងចំនួន4គម្រោង2028ដល់2033ស្មើនឹងទឹកប្រាក់6,210 លានដុល្លារអាមេរិកបើតាមរបាយការណ៍ដដែលគិតត្រឹមឆ្នាំ2024គម្រោងផ្លូវដែកភាគច្រើនស្ថិតនៅក្នុងដំណាក់កាលសិក្សាដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញប៉ោយប៉ែតកំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការនិងដឹកជញ្ជូនក្រុមហ៊ុន RBC និងក្រុមហ៊ុន Royal Railwayដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់ទី1ពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិដែលចូលក្រុងតាខ្មៅខេត្តកណ្ដាលនិងសៀមរាបទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្រុកសូត្រនិគមខេត្តសៀមរាបក៏កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាដោយសហការជាមួយឆៃណាមេត្រូរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភារកម្មនៅគ្រប់ច្រកល្ហកដូចជាការសាងសង់និងការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ការលើកកម្រិតសមត្ថភាពផ្លូវដែកទាំងពីរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកទន្លេនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអន្តរជាតិនៅក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការធ្វើពាណិជ្ជកម្មក្នុងស្រុកនិងទៅកាន់ពិភពលោកបើទោះបីជាយ៉ាងនេះក្តីក៏បញ្ហាប្រឈមនៅតែកើតមាននៅក្នុងវិស័យភស្តុភារកម្មនៅឡើយដោយសារកត្តាមួយចំនួនដូចជាភាពតានតឹងនៅក្នុងតំបន់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏នៅតែបន្តអូសបន្លាយនាំឲ្យមានការធ្វើពាណិជ្ជកម្មអន្តរជាតិនៅតែបន្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់